ជំរាបសួរបងប្អូនជនរួមជាតិជាពិសេសប្រិមិត្តដែលបានទស្សនាតាមរយៈបណ្ដាញសង្គមខ្ញុំបាទបានសនុនជាគ្រូវិទ្យាសាស្ត្របុរាណដែលមានស្លាកយល់សញ្ញាដើមគេបោះបច្ចុប្បន្ននេះខ្ញុំស្ថិតនៅក្នុងសមាគមគ្រូសម្ដានកម្ពុជាថ្ងៃនេះខ្ញុំជម្រាបជូនបងប្អូនជនរួមជាតិជាពិសេសបងប្អូនដែលបានទស្សនាតាមរយៈបណ្ដាញសង្គមអំពីជំងឺក្រពះពោះវៀនជំងឺក្រពះពោះវៀននេះគ្រូបុរាណធ្វើការបែងចែកជា3ប្រភេទទី1ក្រពះខ្សោយទី2ក្រពះរលាកទី3ក្រពះដំបៅខ្ញុំសូមជម្រាបដោយសង្ខេបថាតើរលាកនឹងវាធ្វើទុកបែបម៉េចខ្សោយធ្វើទុកបែបម៉េចដំបៅធ្វើទុកបែបម៉េចក្រពះខ្សោយវាធ្វើទុកនៅពេលដែលបងប្អូនពិសាអាហារហើយនៅពេលដែលយើងពិសាអាហាររួចពោះយើងតឹងផ្អើសតែម្ដងហើយតឹងនេះតឹងពិបាកទ្រាំនៅពេលដែលយើងបានធ្វើម្ដងម្កាលយើងមានអារម្មណ៍ថាធូរបាទចំណុចកន្លែងនេះបញ្ជាក់ថាក្រពះរបស់យើងខ្សោយហើយជាធម្មតាដែលខ្ញុំបានលើកឡើងថាពិសាហើយដែលធ្វើឲ្យក្រពះយើងតឹងនេះអ្នកណាក៏ពិសាបាយហើយក្រពះតឹងដែរក៏ប៉ុន្តែតឹងដោយសារក្រពះយើងខ្សោយតឹងពិបាកទ្រាំបាទតឹងឆ្អល់នៅចុងដង្ហើមក្តៅកកភើនេះជាអាការៈដែលបញ្ជាក់ថាក្រពះយើងខ្សោយថាដើមហេតុដែលធ្វើឲ្យខ្សោយហ្នឹងមកពីអីទី1បងប្អូនចូលចិត្តពិសាស្រាបៀរឲ្យបានន័យថាពិសាច្រើនហួសកម្រិតហើយជាញឹកញាប់យូរទៅខ្សោយក្រពះទី2បងប្អូនពិសាឆ្អែតច្រើននៅពេលល្ងាចនឹងក៏ជាដើមហេតុដែលនាំឲ្យខ្សោយក្រពះផងដែរទី3បងប្អូនចូលចិត្តផ្អកជ្រក់ម៉ាំនឹងក៏ជាដើមហេតុដែលធ្វើឲ្យបងប្អូនខ្សោយក្រពះផងដែរដោយសារអីដោយសារពពួកទាំងអស់នេះមានអាស៊ីតច្រើនទី2រលាកក្រពះតើរលាកក្រពះវាមានអាការៈបែបម៉េចនៅពេលដែលយើងរលាកក្រពះជាពិសេសពេលព្រឹកឡើងនៅពេលដែលយើងឃ្លានវាធ្វើឲ្យយើងក្តៅពោះឆេវដោយសារអីដោយសារពេលដែលយើងឃ្លានជាតិអាស៊ីតហ្នឹងវាបញ្ចេញមកដើម្បីជួយរំលាយអាហារក៏ប៉ុន្តែក្រពះយើងវាអត់មានកាលណាដែលអត់មានអាហារវាប៉ះជាមួយនឹងក្រពះហ្នឹងវាធ្វើឲ្យក្តៅឆេវការក្តៅនេះយើងពិសាទឹកឬក៏ពិសាអីបន្តិចបាត់បាទក៏ប៉ុន្តែបើយើងទុកឲ្យជាទម្លាប់យូរទៅក្តៅជារៀងរាល់ថ្ងៃក្រពះនោះនឹងរលាយចំណុចទី3ដបៅក្រពះនេះវាធ្វើទុកនៅពេលដែលយើងពិសាអាហារចូល3ឬក៏5នាទីធ្វើយើងចុកតែម្ដងហើយចុកនេះចុកពិបាកទ្រាំចុកស្លេកមុខអញ្ចឹងបងប្អូនមានបញ្ហាក្រពះមានបងប្អូនកុំបារម្ភបងប្អូនមកព្យាបាលដោយអសបរានខ្មែរសញ្ញាដើមមួយទៀតបោះខ្ញុំធានាជូនបងប្អូនថាបងប្អូនបានប្រើបងប្អូននឹងជាអំពីជំងឺក្រពះវៀនទាំង3ចំណុចបំបញ្ញមិញនេះអញ្ចឹងនៅក្នុងកំប៉ុងនេះមាន120គ្រាប់បងពិសាព្រឹក3គ្រាប់ល្ងាច3គ្រាប់ខ្ញុំធានាថាបងប្អូនពិបាកក្នុងការបត់ជើងបងបត់ជើងជារៀងរាល់ថ្ងៃបងប្អូនមិនដើរខ្យល់បងប្អូនដើរខ្យល់កាលណាដែលបងប្អូនមានជំងឺក្រពះវៀនបងប្អូនពិបាកបត់ជើងនិងមិនសូវដើរខ្យល់បាយក៏អត់ឆ្ងាញ់សម្រានក៏អត់លក់គេសម្រានយប់យកសពច្រើនក៏ប៉ុន្តែបលឹមឡើងភ្លេចរឿងរ៉ាវទាំងអស់នេះមកបញ្ហាក្រពះវៀនចំពោះបញ្ហាក្រពះវៀននេះនាំឲ្យយើងកើតជំងឺ stress ជំងឺថប់អារម្មណ៍តាមរយៈក្រពះពោះវៀននេះឯងតាមរយៈនៃការសម្រាកអត់បាននេះតាមរយៈដែលយើងបាយអត់ឆ្ងាញ់តាមរយៈដាក់មូលហេតុដែរដោយសារអណ្ដាតយើងសយើងមានច្រាំងអណ្ដាតអញ្ចឹងឆ្នាំនេះបងប្អូនប្រើតែ2ថ្ងៃបងប្អូនដាតបងប្អូនក៏ហមឡើងវិញបាយឆ្ងាញ់សម្រានលក់ស្រួលអញ្ចឹងបងប្អូនកុំបារម្ភបើមានបញ្ហាក្រពះពោះវៀនទំនាក់ទំនងតាមទូរស័ព្ទលេខ012 85 85 18និងមួយខ្សែទៀត088 44 34 826ខ្ញុំបាទវ៉ាន់ស៊ីនួនរីករាយស្វាគមន៍និងឆ្លើយនៅសំណួររបស់បងប្អូនក្នុងការសាកសួរអំពីជំងឺក្រពះវៀនឬក៏ជំងឺអ្វីផ្សេងទៀតខ្ញុំបាទវ៉ាន់ស៊ីនួនសូមអរគុណជម្រាបលា